សួស្តីឥឡូវយើងជួបគ្នាម្ដងទៀតក្នុងវីដេអូនេះគឺខ្ញុំបង្ហាញពីរបៀប rendering exterior ដោយប្រើ Enscape model នេះគឺជា model មួយនៅក្នុងមេរៀន Enscape Masterclass របស់ខ្ញុំចឹង material អីនៅក្នុងហ្នឹងគឺយើងបាន apply ឲ្យអស់ហើយមានតកតងជាមួយនឹង custom asset នេះគឺនៅក្នុងមេរៀនរបស់យើងគឺយើងមាន option ហ្នឹងឲ្យអ្វីដែលយើងនឹងស្វែងយល់នៅក្នុងនេះគឺខ្ញុំបង្ហាញពីរបៀប lighting exterior scene បែបជាលក្ខណៈ sunset តកតងជាមួយនឹងបញ្ហា lighting គឺយើងមានរបៀបនៃការ create របស់វាច្រើនបានន័យថាការ create rendering lighting របស់យើងគឺផ្ដោតទៅលើយើងដែលជាអ្នក create ជា 3D artist តែយើងចង់បាន lighting របស់យើងបែបម៉េចដោយលក្ខខណ្ឌរបស់យើងនេះខ្ញុំបានបញ្ជាក់ឲ្យគឺយើងចង់ create បែប sunset lighting ខ្ញុំបង្ហាញ simple technique មួយនៅក្នុងវីដេអូនេះគឺយើងប្រើ HDRI ជាមួយនឹង Enscape Sun យើងបើក browser ហើយវាយពាក្យថា HDRI Heaven ឬក៏ឈ្មោះរបស់វាគឺ Polyheaven អញ្ចឹង Polyheaven គឺជា file library website មួយដែល provide HDRI មានលក្ខណៈ high quality ហើយ free ទៀតអញ្ចឹងយើងចូលទៅក្នុង website ហ្នឹងមក scroll ទៅក្នុង HDRI យើងអាច access ជាមួយនឹង category របស់វាឬក៏យើងអាច search បាន sunset ឬក៏ sunrise យើង click នៅលើហ្នឹងមកអញ្ចឹងយើងនឹងឃើញ option ជាច្រើននៅក្នុងហ្នឹងអញ្ចឹងយើង pick HDRI ណាដែលយើងគិតថាវាស័ក្តិសមសម្រាប់ scene របស់យើងឬក៏យើងព្យាយាមតេស្តវាពី 3 HDRI អ្វីដែលសំខាន់នៅក្នុង Enscape shadow របស់វាលក្ខខណ្ឌបែបនេះគឺវាអត់សូវជាមាន effect ដូចនៅក្នុង engine ផ្សេងទេ engine ផ្សេងនៅពេលដែលយើងយក HDRI ចូលគឺវានឹង produce shadow របស់វាដោយ follow ជាមួយនឹង HDRI តែនៅក្នុង Enscape ពេលដែលយើង select HDRI យើងអត់ចាំបាច់គិតពីលក្ខខណ្ឌ shadow របស់វាខ្លាំងពេកទេព្រោះយើងប្រើ Enscape Sun ដើម្បីកំណត់ shadow របស់ HDRI ចឹងលក្ខខណ្ឌនេះខ្ញុំអាចប្រើ option មួយនេះអញ្ចឹងគេទៅ upload ប្រហែលជាមួយសប្តាហ៍ទេយើង download មកយើងឃើញនៅលើនេះយើងមាន 4K ឬក៏ 8K អញ្ចឹងបើសិនជាយើងចង់បាន rendering របស់យើងមានលក្ខណៈ quality កាន់តែខ្លាំងយើង select high quality មកបើសិនជា computer របស់យើងអត់សូវជា strong ទេយើងប្រើតែ 4K បានហើយខ្ញុំយក 8K ហើយយើង select HDR file EXR គឺជា file មួយដែលវាមានលក្ខណៈរបស់វាគឺអាចថា better ជាង HDR តែវាអត់ស្គាល់នៅក្នុង Enscape អញ្ចឹងយើងប្រើ HDR យើង download មកយើងចូលទៅក្នុង Enscape របស់យើងវិញហើយ start Enscape rendering យើង create preset មួយថ្មីចឹងនេះគឺជា default preset នៅក្នុង Enscape ពេលដែលយើង start ប៉ុណ្ណឹងហើយយើងបើក save frame យើងដាក់ជាលក្ខណៈ two point perspective ហើយយើង control ជាមួយនឹង ratio របស់វាគឺនៅក្នុង output អញ្ចឹង resolution របស់វានៅក្នុងហ្នឹងគឺយើងប្រើជាលក្ខណៈ full HD
aspect ratio របស់វា 1.78 យើង control ជាមួយនឹង field of view ដើម្បីឲ្យវា fit ជាមួយនឹង scene របស់យើងចឹង scene នេះគឺខ្ញុំប្រើ60 degree field of view ចំណុចមួយដែលយើងត្រូវដឹងនៅក្នុងនេះនៅក្នុង Enscape 4.4 គឺវាមានលក្ខណៈរបស់វាយ៉ាងស្ងួតជាងមុនបានន័យថានៅក្នុង rendering preview វាអាចនឹងរៀង low quality តែនៅពេលដែលយើង rendering របស់វាចេញទៅខាងក្រៅគឺវានឹងទទួលបាន high quality យើងចាប់ផ្ដើម load HDRI ចូលដោយយើងដោះ auto exposure ចេញចឹងនៅក្នុង sky option យើងឆែកកន្លែង sober យើងនេះទៅជា skybox យើង load HDRI របស់យើងចូលមកពេលដែលយើង load វាចូលមកគឺវាទៅការ calculate data របស់វាដើម្បី preview នៅក្នុង Enscape rendering បើសិនជាយើងប្រើ HDRI របស់យើងកាន់តែធំលក្ខណៈនៃការ load របស់វាគឺកាន់តែយូរដូចគ្នាចឹងពេលដែលយើងយកចំមកប៉ុណ្្នឹងឯងយើងគ្លិកនៅលើនេះ Brighter Point Ascent Direction option នេះគឺជា option មួយដែលខ្ញុំ recommend ឲ្យយើងប្រើដោយសារតែនៅក្នុងភាពជាក់ស្ដែងគឺ sun របស់យើងគឺមានតែមួយទេអត់អាចមានពីរទេចឹងគឺមានតែមួយទេយើងដាច់ខាតយើងគួរតែដាក់វាឲ្យវានៅពីលើគ្នាដើម្បីទទួលបានទីតាំងរបស់វា position របស់វា accurate កន្លែងនេះយើងឃើញមាន light គឺមកពីកន្លែង TV នេះ option មួយនេះគឺវា affect ជាមួយនឹង set illumination ចឹងយើងអាចដាក់វាទៅជា material ធម្មតាសិនចឹងយើងលេងឃើញ light របស់យើង affect មកខាងនេះហើយអ្វីដែលយើងត្រូវធ្វើគឺយើង rotate HDRI របស់យើងឲ្យចំទីតាំងដែលយើងចង់បានតើយើងចង់បានទីតាំងរបស់យើង light របស់យើងវានៅលក្ខខណ្ឌបែបណាអានេះគឺវាអាស្រ័យនៅលើយើងដែលជាអ្នក create rendering ហ្នឹងចឹងយើងឃើញពេលដែលយើង rotate យើងនឹងឃើញ position របស់ light របស់យើងវាមានការផ្លាស់ប្ដូរតាមហ្នឹងនេះ sun របស់យើងនៅក្នុង atmosphere គឺយើង control ជាមួយនឹង sun brightness របស់វាដែល combine ជាមួយនឹង sky ដោយសារតែ sun របស់យើងនៅក្នុង HDRI វាទាបខ្លាំងពេកធ្វើឲ្យពន្លឺរបស់វាដែលចាំងមកលើអគាររបស់យើងគឺវាអត់សូវ strong ដូច sun ដែលវានៅពីលើទេតែយើងអាច control បានបន្ថែមនៅពីលើនេះដោយយើង increase វាមកនេះយើងដក mouse សូន្យគឺវាលែងមានចឹង effect របស់វាគឺកាន់តែលែងសូវមាន 500% គឺវាអាចនឹងថាដិតជាងមុនបន្តិចតែដោយសារ HDRI របស់យើងវាមានលក្ខណៈរបស់វាយ៉ាងនេះដែរចឹងវាអត់សូវ strong ប្រហែលទេជាទូទៅការ combine ជាមួយនឹង HDRI គឺខ្ញុំប្រើនៅក្នុងតម្លៃរបស់វាគឺនៅក្នុង80ហ្នឹង default របស់វាហ្នឹងគឺ maximum ហីគឺខ្ញុំអត់អាចប្រើលើពីហ្នឹងទេដូចគ្នាដែរនៅក្នុង Enscape របស់យើងមាន option មួយគឺ Ray Tracing Shadow option នេះនៅពេលដែលយើងបើកវាគឺយើងនឹងទទួលបាន shadow របស់យើងមានលក្ខណៈ accurate ជាងមុន
តែ option នេះគឺខ្ញុំ recommend ឲ្យយើងប្រើសម្រាប់អ្នកដែលមាន graphic card high តែប៉ុណ្ណោះជាពិសេសគឺ series RTX series ចំពោះ series ទាបជាងហ្នឹងគឺខ្ញុំអត់ recommend ឲ្យយើងប្រើទេអូខេអញ្ចឹងយើងអាចសាក replace sky របស់យើងដើម្បីមើល effect របស់វាខ្ញុំនឹងយកសារមួយទៀតយកមកប្រើចឹងសានមួយទៀតយើងឃើញសានរបស់វាគឺ strong មាន shape របស់វាបែបនេះជាមួយនឹងលក្ខខណ្ឌ HDRI មួយនេះសានរបស់យើងគឺវា strong ខ្លាំងអញ្ចឹងយើងអាច reuse landscape សានបានអញ្ចឹងយើងឃើញលក្ខខណ្ឌមួយនេះគឺយើង reuse description របស់យើងគឺតាំងតែទៀបទៅ15% ហើយយើង increase exposure ឲ្យវាវិញដើម្បីឲ្យ sky របស់យើងជាមួយនឹង sun វាភ្លឺជាងមុនអញ្ចឹងយើងដឹងហើយ model របស់យើងគឺវារៀងធំគួរសមមានធ្ងន់គួរសមអញ្ចឹងការ modify option នៅពីលើវាគឺវាមានលក្ខណៈរៀង slow បន្តិចតទៅពីយើង set lighting របស់យើងហើយគឺយើងអាច rendering option របស់យើងចេញបានអញ្ចឹងនៅក្នុងនេះភាគច្រើននៅពេលដែលយើង combine វាបែបហ្នឹងគឺការ control ជាមួយនឹង brightness នៅក្នុង sky ក៏ដូចជា sun brightness option image នៅក្នុងនេះជាទូទៅគឺយើងអត់សូវជាប៉ះពាល់ពីច្រើនប៉ុន្មានទេយើង set output របស់យើង Ultra HD rendering quality របស់យើងដាក់ដល់ Ultra យើងអាច start rendering របស់យើងបានឬក៏យើងអាចប្រើជាលក្ខណៈ AI enhancer នៅក្នុង landscape យើង option នេះដោយសារយើងប្រើជាលក្ខណៈ custom asset ច្រើនដោយសារវាមានលក្ខណៈ high quality គឺខ្ញុំ render ជាមួយនឹង landscape 4K resolutionយើងមើល final rendering ចឹងនៅក្នុងនេះគឺយើងឃើញមានកន្លែងមួយដែលយើងគួរគិតពីវាខ្ញុំ advise ឲ្យយើងតើតើជាមួយនឹង background ចឹងយើង select HDRI របស់យើងមកប្រើយើងមើលផងនៅលើនេះ background របស់យើងតើវា fit ជាមួយនឹង scene របស់យើងអត់ចឹងលក្ខខណ្ឌនេះគឺខ្ញុំបង្ហាញតែជាមួយនឹងការ apply lighting នៅក្នុង scene របស់យើងតែ background របស់យើងគឺវាអត់ suitable ទេយើងអាចស្វែងរក HDRI ណាដែលវា respect ជាមួយនឹង scene របស់យើងឬក៏យើងចូលទៅក្នុង Photoshop យើង control ដោយប្រើ technique របស់យើងកាត់ background ចេញតាមវិធីសាស្ត្រដែលយើងចេះហើយ replace ជាមួយនឹង background នៃផ្សេងដែលវា fit ជាមួយនឹង scene របស់យើងដូចយើងដឹងហើយនៅក្នុងនេះគឺយើងអត់មានបានកែជាមួយនឹង post production នេះទេដោយសារតែ quality របស់យើងគឺមានលក្ខណៈ high ជាមួយនឹង asset របស់យើងអីហ្នឹងគឺវា high quality ហើយយើងអាច improve quality របស់យើងបានដោយនៅប្រើ Photoshop បន្ថែមលើនឹងទៀត